មហាយាចិនប្រែក្លាយកោះហៃណានទៅជាឋានសួគ៌បច្ចេកវិទ្យាលំហអាកាសរកចំណូលរាប់ពាន់លានដុល្លារនៅដើមឆ្នាំ2026នេះវិស័យបច្ចេកវិទ្យាលំហអាកាសរបស់ប្រទេសចិនមិនត្រឹមតែបង្ហាញពីសាច់ដុំផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេប៉ុន្តែបានក្លាយទៅជាមេដៃស្រូបទីភ្ញៀវទេសចរនិងការវិនិយោគយ៉ាងសម្បើមមជ្ឈមណ្ឌលបង្ហោះយានអវកាស Vinchan ដែលស្ថិតនៅភាគកណ្ដាលនៃកោះហៃណានបានប្រែក្លាយតំបន់ឆ្នេរដ៏ស្ងប់ស្ងាត់ឲ្យទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាកម្រិតពិភពលោកយោងតាមប្រភពសារព័ត៌មាន Xinhua និង China Daily ដែលបានចុះផ្សាយនៅថ្ងៃអាទិត្យទី4ខែមករាឆ្នាំ2026បានបញ្ជាក់ថាមជ្ឈមណ្ឌល Vinchan គឺជាមូលដ្ឋានបង្ហោះយានអវកាសទំនើបបំផុតដំបូងគេរបស់ចិនដែលត្រូវបានរចនានិងសាងសង់ឡើងដោយស្នាដៃអ្នកវិទ្យាសាស្ត្រចិនសុទ្ធសាធក្នុងគោលបំណងការពារបរិស្ថានបច្ចុប្បន្នមជ្ឈមណ្ឌលនេះកន្លែងបាញ់បង្ហោះពហុទិសដៅចំនួន2ដែលអាចដំណើរការបានគ្រប់ស្ថានភាពអាកាសធាតុនិងមានសមត្ថភាពទ្រទ្រង់ទម្ងន់ដឹកជញ្ជូនកម្រិតធន់បំផុតអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺមជ្ឈមណ្ឌលនេះក៏ជាទីតាំងមូលដ្ឋានបង្ហោះរ៉ុកែតពាណិជ្ជកម្មដំបូងបង្អស់របស់មហាយាចិនផងដែរយោងតាមរបាយការណ៍បច្ចេកវិទ្យាចុះផ្សាយកាលពីខែវិច្ឆិកាឆ្នាំ2024បានឲ្យដឹងថាចាប់តាំងពីការបង្ហោះលើកដំបូងចិនបានទទួលជោគជ័យក្នុងការបញ្ជូនផ្កាយរណបជាង90គ្រឿងចូលទៅក្នុងគន្លងតារាវិថីតាមផែនការដែលបានគ្រោងទុកការកើនឡើងនៃចំនួនដងនៃការបង្ហោះរ៉ុកែតបានជំរុញឲ្យកើតមានសេវាកម្មទេសចរអវកាសយ៉ាងឆាប់រហ័សភ្ញៀវទេសចររាប់ម៉ឺននាក់បានសម្រុកមកកាន់ក្រុង Vientiane ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃការបាញ់បង្ហោះរ៉ុកែតខណៈពេលដែលពួកគេកំពុងស្នាក់នៅតាមបណ្ដា homestay មាត់សមុទ្រលោក Han Liyong ដែលជាម្ចាស់ផ្ទះសំណាក់ម្នាក់ក្នុងតំបន់បានមានប្រសាសន៍ថាកាលពីមុនព្យាមកទីនេះដើម្បីតែសមុទ្រប៉ុន្តែឥឡូវពួកគេមកដើម្បីរាប់ថយក្រោយមើលការបង្ហោះរ៉ុកែតបន្ទប់ស្នាក់នៅរបស់យើងត្រូវបានកក់ពេញរាល់ពេលដែលមានការវិភាគបង្ហោះយានលោកបានមានប្រសាសន៍បន្តថាវាគឺជាការបញ្ចូលគ្នារវាងបច្ចេកវិទ្យាទាន់សម័យកម្រិតខ្ពស់និងការសម្រាកលំហែបែបធម្មជាតិដែលបង្កើតឲ្យមានបទពិសោធន៍ថ្មីប្លែកសម្រាប់អ្នកទេសចរព្រឹត្តិការណ៍នៅ Vientiane នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលបានកើតឡើងនៅ Kennedy Space Center ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកដែលបានបង្កើតចំណូលរាប់ពាន់លានដុល្លារពីវិស័យទេសចរយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីឆ្នាំ2024និងឆ្នាំ2025និន្នាការនៃការប្រើប្រាស់លំហអាកាសពាណិជ្ជកម្មកំពុងមានការប្រកួតប្រជែងខ្លាំងរវាង SpaceX សហរដ្ឋអាមេរិកនិងក្រុមហ៊ុនអវកាសរបស់ចិនគូបញ្ជាក់ថារដ្ឋាភិបាលចិនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនេះដើម្បីប្រជែងយកតំណែងឈានមុខគេក្នុងសេដ្ឋកិច្ចលំហអាកាសដែលត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃសរុបប្រហែលជា633ពាន់លានដុល្លារក្នុងកម្រិតសកលខ្ញុំតារាពី Alt News TV